យុទ្ធនាការសម្អាតបរិស្ថានជុំវិញអាងទឹកឆ្វាំងសែនជ័យដើម្បីត្រៀមអបអរសាទរទិវាមច្ឆជាតិឧបត្ថម្ភដោយជីកសិកម្មរបស់ក្រុមហ៊ុនសុផាអាក្រូថេកខេត្តកំពង់ឆ្នាំងដើម្បីត្រៀមលក្ខណៈរៀបចំពិធីអបអរសាទរទិវាមច្ឆជាតិនាពេលខាងមុខឯកឧត្តមកឹមវាសនាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលនិងលោកសេងវិចិត្រអភិបាលស្រុករលៀបអៀព្រមទាំងក្រុមការងារស្រុកនិងឃុំបានដឹកនាំកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការសិស្សានុសិស្សនិងប្រជាពលរដ្ឋចុះយុទ្ធនាការរួមគ្នាសម្អាតបរិស្ថាននិងអនាម័យយ៉ាងសកម្មនៅជុំវិញរមណីយដ្ឋានអាងទឹកឆ្វាំងសែនជ័យយុទ្ធនាការនេះបានប្រព្រឹត្តទៅនៅថ្ងៃទី5ខែកក្កដាឆ្នាំ2026នេះនៅសហគមន៍រមណីយដ្ឋានអាងទឹកឆ្វាំងសែនជ័យដែលស្ថិតនៅក្នុងភូមិព្រៃខ្មែរឃុំរលៀបអៀស្រុករលៀបអៀខេត្តកំពង់ឆ្នាំងសកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិមួយនេះឲ្យមានភាពស្រស់ស្អាតគ្មានសម្រាមនិងមានបរិស្ថានបរិសុទ្ធដើម្បីត្រៀមទទួលស្វាគមន៍គណៈប្រតិភូក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍កម្ពុជាស្អាតខ្មែរធ្វើបានក្នុងឱកាសទិវាមច្ឆជាតិដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី11ខែកក្កដាឆ្នាំ2026ខាងមុខនៅក្នុងយុទ្ធនាការនោះក្រុមការងារបានបែងចែកកម្លាំងចុះរើសកំទេចកំទីថង់ប្លាស្ទិកនិងដបទឹកនានានៅតាមដងផ្លូវជុំវិញមាត់អាងនិងតាមតំបន់កំសាន្តនានាក្រៅពីនេះក៏មានការកាប់ឆ្ការព្រៃនិងកាត់ស្មៅដែលដុះអនាធិបតេយ្យដើម្បីបើកទស្សនីយភាពឲ្យកាន់តែស្រឡះត្រជាក់ភ្នែកផងដែរនាឱកាសនោះដែរលោកសេងវិចិត្រអភិបាលស្រុករលៀបអៀបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករក្នុងតំបន់ឲ្យចូលរួមថែរក្សាអនាម័យជាប្រចាំដោយមិនត្រូវចោលសំរាមពាសវាលពាសកាលនោះឡើយលោកបានបញ្ជាក់ថាការរួមគ្នាសម្អាតបរិស្ថាននៅថ្ងៃនេះមិនត្រឹមតែដើម្បីត្រៀមលក្ខណៈសម្រាប់ទិវាមច្ឆជាតិប៉ុណ្ណោះទេប៉ុន្តែវាជាការដាស់តឿនស្មារតីយើងគ្រប់គ្នាឲ្យស្រឡាញ់និងការពារធនធានធម្មជាតិក៏ដូចជាប្រភពទឹកដ៏មានតម្លៃរបស់យើងគួររំលឹកផងដែរថារមណីយដ្ឋានអាងទឹកឆ្វាំងសែនជ័យគឺជាទីតាំងយុទ្ធសាស្ត្រមួយដ៏សំខាន់ទាំងលើផ្នែកកសិកម្មនិងវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងការជ្រើសរើសទីតាំងនេះសម្រាប់ប្រារព្ធទិវាមច្ឆជាតិនឹងជួយជំរុញបន្ថែមក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍និងការអភិរក្សពូជត្រីរបស់ខេត្តឲ្យកាន់តែស្គាល់ច្បាស់និងទូលំទូលាយ